Ôi playយ៉ាងនេះគ្រាន់តែមកចកោមនឹងចង់កន្លះគីឡូ1គីឡូឲ្យដឹងបងប្អូនអើយឡាយច្រើនពេកតនៅខ្ចីស្ដាយខ្លាចវាទុំជ្រុះអញ្ចឹងក៏បេះយកមកកាត់ទៅយកមកធ្វើតំណាប់ហ្នឹងណាជាលើកទី2ទី3ទី4ហើយដឹងនេះដែលខ្ញុំធ្វើវីដេអូធ្វើតំណាប់តលឹងតឹងហ្នឹងតែមិនដឹងថាបងប្អូនបានមើលច្រើនអត់ទេលើកនេះមកទៀតហើយដែលតលឹងតឹងហ្នឹងចង់កាត់កង់ហើយពុះជា2អីដូចខ្ញុំក៏បានដែរឬក៏គ្រាន់តែកាត់ក្បាលកាត់កតុយវាយកទៅខ្លះសេទូក៏ធ្វើការដែរបងប្អូនគ្រាន់តែថាខ្ញុំលើកនេះខ្ញុំចង់ធ្វើឲ្យវារៀងស្ដើងជាងកុំឲ្យសូវជូរព្រោះលើកមុនពេលខ្ញុំកាត់ក្បាលកាត់កតុយហើយខ្ញុំយកខ្លះសេកកព្រោះហើយខ្ញុំច្បាច់ចេញទឹកឲ្យអស់អញ្ចឹងហើយបានខ្ញុំយកទៅលាយស្ករលាយអីចឹងប៉ុន្តែវានៅជូរអញ្ចឹងហើយខ្ញុំកាត់វាអញ្ចេះទៅខ្ញុំយកទៅខ្លះសេកកមកយប់សិនព្រឹកឡើងបានខ្ញុំមកច្បាច់ទឹកចេញអស់ចាបានខ្ញុំយកមកលាយស្ករហើយមូលហេតុដែលខ្ញុំយកទៅខ្លះសេទូកសិនហ្នឹងគឺដោយសារអញ្ចេះបើសិនជាយើងសកាត់វាយើងច្បាច់ទឹកពេលដែលវានៅស្រស់អញ្ចឹងគឺវាចេញទឹកអត់ល្អទេអញ្ចឹងវានៅជាតិជូរខ្លាំងអញ្ចឹងវាយើងយកទៅដាក់ទូកមកយប់ទៅព្រឹកឡើងយើងដាក់ឲ្យវាលាយទឹកកកអស់វាទន់ណាបងប្អូនអញ្ចឹងវាលាយទឹកចេញមកហើយនៅសល់បន្តិចគឺយើងច្បាច់ចេញមកអស់វាមិនអស់ទាំងអស់គាត់ថាវាអស់ 80% 90% អីដែរទាំងដែលច្បាច់ទឹករួចហ្នឹងគឺទាំងអស់6ខាំខ្ញុំប្រើស្ករ2ខាំបងប្អូនលាយចូលគ្នាផ្អាប់ទុក1ម៉ោង2ម៉ោងហើយបានខ្ញុំយកទៅកូរមួយខ្ទះហ្នឹងឲ្យវារៀងស្ងួតបន្តិចបានខ្ញុំយកទៅដាក់ហាលជាមួយម៉ាស៊ីនសម្ងួតដាក់ហាលថ្ងៃក៏បានដែរបើសិនជាបងប្អូនអត់មានម៉ាស៊ីនសម្ងួតតែខ្ញុំដោយសារធ្វើហើយយប់អញ្ចឹងទៅខ្ញុំប្រើម៉ាស៊ីនសម្ងួតទៅដោយសារតំណាប់តលឹងតឹងនេះខ្ញុំចិត្តស្ដាងហើយខ្ញុំដាក់រៀបរៀងស្ដាងដែរអញ្ចឹងខ្ញុំសម្ងួតតែ4ម៉ោងទេសម្ងួតចោលហើយតែដេកអញ្ចឹងទៅណាព្រឹកឡើងបងប្អូនអើយនេះមកបើកមើលឡើងចង់ក្រៀមពេកឡើងខ្មៅប៉ុន្តែអត់អីទេអាចញ៉ាំបានឆ្ងាញ់ទៀតដោយសារវាក្រៀមពេកទៅវាជាប់ជាមួយនឹងសាទេហ៎បងប្អូនរំតែឆ្កឹះចេញមួយបកខ្លះដាច់ខ្លះចេញមកទាំងផ្ទាំងទៅថាយើងអាំងក្រៀមប៉ុណ្ណេះហើយបងប្អូនអើយទុកដាក់ក្នុងគីឡូទុកទៅរាប់ខែបើគាត់ថាខ្ញុំធ្វើលើកណាមិនដែលបានដល់រាប់ខែទេតិចហ្នឹងញ៉ាំអស់ហើយចូលចិត្តដែរក្មួយខ្ញុំក៏ចូលចិត្តដែរអញ្ចឹង6ខាំនេះខ្ញុំធ្វើបានប៉ុណ្ណេះបងប្អូននេះឲ្យខ្ញុំភ្លក់ឲ្យមើលរសជាតិគេជូរអែមឆ្ងាញ់បងប្អូនធ្លាប់ញ៉ាំតំណាប់គីវីហ៎ស្តៀងគ្នានឹងឯងគ្រាន់តែថាតលឹងតឹងវាញ៉ាំទៅរៀងកពុលជាងគីវីបន្តិចតលឹងតឹងញ៉ាំទៅដូចរៀងបើនិយាយទៅរៀងស្កាតតិចប៉ុន្តែរសជាតិអត់ចាញ់គ្នាទេហើយបើថាគីវីវាមួយយ៉ាងដែរយើងញ៉ាំទៅជូរអែមដែរប៉ុន្តែវាជ្រប់ជាមួយនឹងគ្រាប់វាច្រើនពេកអញ្ចឹងមួយយ៉ាងម្នាក់ទេធ្វើទៅណាបងប្អូនអើយគ្រាន់តែទុកតេសលេងនៅផ្ទះអត់សុកហើយណាមួយស្ដាយវាជ្រុះចោលពេញដើមរាល់ដងអញ្ចឹងទៅខ្ញុំបេះធ្វើប៉ុណ្ណឹងហើយអត់តន់ទៀតនៅផ្លែមកក្តឹបមករហូតខ្ញុំហត់មែនតាបេះញ៉ាំបើម្ទេសបេះញ៉ាំកាពិអីអាទូចអីរហូតធ្វើតំណាប់ធ្វើអីរហូតហើយវាចេះតែផ្កាមកហូរហែរហូតអញ្ចឹងវីដេអូហ្នឹងចាប់តែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជម្រាបលាចាក់ឌីជេមួយសិនបាយ